អង្គភាពធ្វើការងារលើវិស័យព័ត៌មានចំនួន32រៀបចំដោយសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពប្រារព្ធពិធីចុះអនុស្សរណៈកិច្ចព្រមព្រៀងសហប្រតិបត្តិការយោគយល់គ្នាផ្ដោតទៅលើ7ចំណុចធំៗក្នុងពេញអង្គភាពធ្វើការងារលើវិស័យព័ត៌មានចំនួន32រៀបចំដោយសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពប្រារព្ធពិធីចុះអនុស្សរណៈកិច្ចព្រមព្រៀងសហប្រតិបត្តិការយោគយល់គ្នាផ្ដោតទៅលើ7ចំណុចធំៗពិធីនេះដែរប្រារព្ធធ្វើឡើងនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025វេលាម៉ោង 2 រសៀលនៅទីស្នាក់ការកណ្ដាលសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពដែលមានទីស្នាក់ការស្ថិតនៅក្នុងបុរីជូរីផ្ទះលេខ BE ផ្លូវលេខ 03 ភូមិក្រាំងដូនតីសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញសមាជិកដែលត្រូវចូលរួមក្នុងពិធីនោះរួមមានឯកឧត្តមបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពនិងឯកឧត្តមលោកជំទាវជាភ្ញៀវកិត្តិយសមកពីប្រធានគណៈបកនយោបាយមួយចំនួនអស់លោកស្រីជាភ្ញៀវកិត្តិយសព្រមទាំងចាងវាងការផ្សាយនិពន្ធនាយករងដែលជាថ្នាក់ដឹកនាំគ្រប់គ្រងអង្គភាពចំនួន32រូបផ្សេងទៀតខ្លឹមសារ7ចំណុចធំៗនៅអនុស្សរណៈរួមមាន 1. ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាពស្មើសិទ្ធិគោរពនៅឯករាជ្យភាពរបស់ភាគីសម្ព័ន្ធភាពរៀងៗខ្លួន 2. រួមគ្នាផ្សព្វផ្សាយព័ត៌មានពិតលុបបំបាត់ប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីរក្សាបាននូវសន្តិភាពស្ថិរភាពនិងសន្តិសុខសង្គមឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន 3. ចូលរួមផ្សព្វផ្សាយវឌ្ឍនភាពនិងការអភិវឌ្ឍសមិទ្ធផលផ្សេងៗហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមដែលកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា 4. ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយឲ្យបានផុសផុលលើវិស័យសេដ្ឋកិច្ចវិស័យសង្គមគិច្ចវិស័យកសិកម្មវិស័យឧស្សាហកម្មវិស័យទេសចរណ៍និងវិស័យគមនាគមន៍ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិពិសេសវិនិយោគិនអន្តរជាតិ 5. គោរពអនុវត្តស្មោះត្រង់និងយកផលប្រយោជន៍ជាតិជាធំនៅគោលការណ៍សម្ព័ន្ធភាពនិងកិច្ចសហប្រតិបត្តិការជួយគាំទ្រគ្នាទៅវិញទៅមក 6. កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះក្នុងករណីមានបញ្ហាចោទឡើងត្រូវចាត់តាំងតំណាងចូលរួមពិភាក្សាដោះស្រាយបញ្ហាដោយសន្តិវិធី 7. បើកទូលាយសម្រាប់អង្គភាពសារព័ត៌មានស្របច្បាប់ផ្សេងទៀតដែលគាំទ្រនិងមានបំណងចូលរួមសហប្រតិបត្តិការសម្ព័ន្ធភាពតាមស្មារតីនៃកិច្ចព្រមព្រៀងនេះមានមតិសំណេះសំណាលក្នុងកម្មវិធីនោះដែរឯកឧត្តមបណ្ឌិតហែមប្រសើរបានមានប្រសាសន៍បង្ហាញអំពីគោលបំណងសំខាន់ៗរបស់សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពដែលបានតម្កល់ក្នុងលក្ខន្តិកៈក្រសួងមហាផ្ទៃក្នុងនោះផ្ដោតលើសកម្មភាពការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រមសីលធម៌ជូនដល់បងប្អូនអ្នកសារព័ត៌មាននិងការធ្វើកិច្ចការមនុស្សធម៌ក្នុងសង្គមផ្សេងៗលក្ខណៈឡាយឧត្តមប្រធានក៏បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់មិនអាចខ្វះបានឯកឧត្តមបានបន្ថែមទៀតថាវិស័យព័ត៌មានគឺជាអំណាចទី4ដែលបានចូលរួមជាក់ស្ដែងនៅក្នុងការកសាងនិងអភិវឌ្ឍប្រទេសដោយផ្អែកលើមុខងារសំខាន់ៗរួមមាន 1. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី 2 ជាអ្នកផ្ដល់ព័ត៌មានពិតនិងលឿនរហ័សពីលើទៅក្រោមនិងពីក្រោមទៅលើ ទី 3 ជាអ្នកផ្ដល់ព័ត៌មានបែបអប់រំនិងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋនិងជាធាតុចូលរួមសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទី 4 ជាអ្នកខ្លុំមើលនិងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ ទី 5 ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាពនិងជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឲ្យការអភិវឌ្ឍសង្គមខណៈដែលព័ត៌មានក្លែងក្លាយគឺជាថ្នាំពុលសង្គមទៅវិញឧត្តមបានមានប្រសាសន៍ទៀតថាអ្នកសារព័ត៌មានបានចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្សព្វផ្សាយរឿងរ៉ាវល្អៗអំពីសង្គមកម្ពុជាទាំងវិស័យទេសចរណ៍សេដ្ឋកិច្ចសង្គមគិច្ចនិងទូរគមនាគមន៍ដូច្នេះត្រូវរួមគ្នាផ្សព្វផ្សាយរឿងរ៉ាវល្អៗអំពីកម្ពុជាឲ្យបានច្រើននិងកាត់បន្ថយការផ្សព្វផ្សាយភាពអសកម្មមួយចំនួនដែលធ្វើឲ្យកម្ពុជាខូចមុខមាត់លើឆាកអន្តរជាតិឧត្តមក៏បានបញ្ជាក់អំពីខ្លឹមសារសំខាន់នៃការចងសម្ព័ន្ធភាពរវាងអង្គភាពព័ត៌មានទាំងអស់ជាមួយនឹងសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពដូច្នេះសេរីភាពសារព័ត៌មានត្រូវបានផ្ដល់ជូនយ៉ាងពេញលេញយើងនឹងរួបរวมគ្នាដើម្បីធ្វើកិច្ចការមនុស្សធម៌រួមគ្នានិងរួមគ្នាផ្សព្វផ្សាយព័ត៌មានអភិវឌ្ឍនិងសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលដែលជាផ្លែផ្កានៃសុខសន្តិភាព